ស្ដីនេះយើងហ្នឹងហើយថ្ងៃនេះខ្ញុំបាទនៅហើយមកធ្វើវីដេអូមួយពីរបៀបបង្កើត custom បាញ់ក្បាលសុទ្ធថ្ងៃបាញ់យកក្បាលសុទ្ធហ្នឹងបងហ្នឹងហើយបងប្អូនមួយចំនួនគាត់អត់ទាន់ចេះអញ្ចឹងគាត់អាចទស្សនាវីដេអូខ្ញុំបានហ្នឹងហើយកុំមើលខាតកាលណាមើលសារគឺយើងមើលអត់យល់ទេដល់ពេលយើងមើលអត់យល់ដឹងថាបង្កើតអត់បានអូខេតោះឥឡូវយើងកុំឲ្យខាតពេលយើងទៅមើលពីរបៀបបង្កើត custom បាញ់ក្បាលតែម្ដងដំបូងឡើយបងប្អូនចូលទៅកន្លែង custom មួយសិនមកបងប្អូនណាចូលទៅកន្លែង custom នេះមកហ្នឹងហើយក៏ជុំ custom នេះមកអូខេតមកយើងចុចនេះកន្លែងសញ្ញាអើយលឿងហ្នឹងខ្ញុំអត់អានអង់គ្លេសទេតែអានអង់គ្លេសបងប្អូនក៏ស្ដាប់បានអញ្ចឹងយើងនិយាយអញ្ចឹងបងតោះហ្នឹងហើយយើងចុចកន្លែងលឿងហ្នឹងមកតមកយើងដាក់ password កុំឲ្យគេចូលអញ្ចឹងនេះយើងហ្នឹងហើយយើងដាក់មកបន្ទាប់មកបងប្អូនទៅរើសវគ្គចុចទី2បាទហ្នឹងហើយចុចទី2ទៅមកទី1ទី2រើសវគ្គយើងយកមក7វគ្គមែនអត់ចឹងយើងដាក់13មកបន្ទាប់មកយើងលុយយើងដាក់ចំនួនឲ្យច្រើននេះមកដើម្បីទិញកាភ្លើងមកច្រើនអូខេអញ្ចឹងមកដល់ត្រង់ចំណុច no នេះយើងមិនធ្វើទេដាក់ no ទៅអាហ្នឹងហើយវាអត់មានបញ្ហាទេបើកន្លែងនេះឈាមបើយើងចង់បាន500ហ្នឹងហើយវាមានរហូតដល់500អញ្ចឹងបានមួយឈាមក៏បានដែរមួយឈាមហ្នឹងមកតក់ងាប់មួយឈាមអញ្ចឹងយើងកុំដាក់មួយឈាមយើងដាក់ត្រឹម200វាវិញមកហ្នឹងហើយតែបើយើងចង់យូរយើងដាក់500ឈាមយើងមកហ្នឹងហើយអញ្ចឹងយើងដាក់ត្រឹម200បានហើយបន្ទាប់មកកន្លែងដាក់ custom កន្លែងដាក់ទឹកកកហ្នឹងហើយកន្លែងដាក់ទឹកកកយើងចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងមួយមកហ្នឹងហើយចុចកន្លែងមួយហ្នឹងមកដាក់ទឹកកកដាក់ទឹកកកឲ្យឬថាអត់អស់ដាក់ទឹកកកបានរហូតវាអត់ដាច់ហ្នឹងហើយកាលណាយើងអត់ដាក់ហ្នឹងទេគឺវាអត់នេះទេទឹកកកវាដាក់ទៅដាច់អញ្ចឹងវាអត់មានប្រយោជន៍វាគាត់ថាយើងលេបកោតហ្នឹងនេះត្រូវការទឹកកកច្រើនយើងដាក់ no យើងមកហ្នឹងហើយតមកកន្លែងទីកន្លែងបាញ់ក្បាលនេះកន្លែងថ្មីហ្នឹងគេចាំថែមអញ្ចឹងយើងចុចយកយ៉ាហ្នឹងហើយចុចយកយ៉ាហ្នឹងកន្លែងបាញ់ក្បាលសុទ្ធហ្នឹងហើយកន្លែងបាញ់ក្បាលសុទ្ធគឺកន្លែងហ្នឹងហើយគឺយើងបាញ់ខ្លួនអត់ត្រូវអត់ងាប់ទេបាញ់ខ្លួនអត់មានអស់ឈាមទេតើយើងបាញ់ក្បាលហ្នឹងហើយសម្រាប់អ្នកដែលអត់ចេះណាបើអ្នកដែលគាត់ចេះហើយគាត់អាចអូសរំលងក៏បានដែរតែបើចូលចិត្តកុំភ្លេចជួយចុច subscribe channel ម្នាក់មួយផងហ្នឹងហើយ channel ថ្មីតាមរៀបហ្នឹងហើយអញ្ចឹងក៏ភ្លេចជួយចុច channel ម្នាក់មួយផងណាហ្នឹងហើយវីដេអូ Free Fire យើងអូខេសម្រាប់អ្នកលេង Free Fire តែបើសិនជាយើងចង់ដាក់វគ្គថែមហ្នឹងហើយបងចូលដាក់វគ្គថែមមែនអត់អញ្ចឹងយើងចុចចង់ចប់មកយើងអូអានេះមួយមកហ្នឹងហើយអូនឹងមួយមកបងប្អូននេះឃើញអត់មិញ13ដាក់15មកវាឡើង8វគ្គអញ្ចឹងវាឡើង8វគ្គ13 7ដល់បើយើងដាក់15បាន8វគ្គអញ្ចឹងគឺវាអែមខ្លាំងមែនទែនហ្នឹងហើយអាប់ដេតថ្មីហ្នឹងអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់អត់ដឹងអញ្ចឹងខ្ញុំធ្វើឲ្យបងប្អូនអ្នកដែលគាត់អត់ដឹងអញ្ចឹងតែមកយើងចុច get start ទៅច្រឡំយើងចុចកន្លែងលឿងទៅហើយវាទៅហើយអញ្ចឹងខ្ញុំអត់ចុចទេដោយសារខ្ញុំអត់មានគ្នាលេងបានណាត់គ្នាតុកអញ្ចឹងយើងចុចទៅវាខាត់កាតអូខេអញ្ចឹងវីដេអូនេះសង្ឃឹមថាបងប្អូននឹងចេះទាំងអស់គ្នាណាអូខេបាយជួបគ្នាវីដេអូក្រោយទៀតជាមួយខ្ញុំបាទវាសនា Hobby Shop កុំភ្លេចជួយចុច subscribe channel ម្នាក់មួយផងណាអូខេ